គុណសម្បត្តិ7ចំណុចនិងគុណវិបត្តិ6ចំណុចនៅក្នុងការទិញម៉ូតូថ្មីហើយនឹងអ្នកណាដែលស័ក្តិសមប្រើម៉ូតូថ្មីអ្នកដែលមិនស័ក្តិសមប្រើម៉ូតូថ្មីអញ្ចឹងខ្ញុំលើកយកចំណុចគុណសម្បត្តិទាំង7នៅក្នុងការទិញម៉ូតូថ្មីអញ្ចឹងពេលដែលយើងទិញម៉ូតូថ្មីយើងអត់ខ្វល់រឿងការជួសជុលទេដោយសារវាមានធានាអញ្ចឹងពេលដែលយើងមានធានា1ឆ្នាំ2ឆ្នាំអញ្ចឹងមានការខូចខាតដោយលក្ខណៈពាក់ព័ន្ធជាមួយនឹងបច្ចេកទេសគឺយើងអត់ពិបាកជួសជុលអត់ពិបាកអស់លុយទេអានឹងគឺស្ថិតនៅក្នុងការធានាហើយលក្ខខណ្ឌទី2គឺយើងទុកចិត្តយើងទំនុកចិត្តសម្រាប់ពេលដែលយើងតែទិញម៉ូតូថ្មីយើងថាយើងប្រើចាប់ពីថ្ងៃមុនដំបូងយើងប្រើមុនគេថ្ងៃទី1ហើយចំណុចទី3និយាយអំពីបច្ចេកវិទ្យាគឺបច្ចេកវិទ្យាវាទំនើបជាងគេដូចជាប្រាំង ABS ដូចជាអំពូល LED ដោយការប្រើប្រាស់សាំងវាតិចដូចជាប្រព័ន្ធ Smart Key ដូចជាប្រព័ន្ធ Digital Display អញ្ចឹងទៅប្រព័ន្ធ Digital អញ្ចឹងទៅអញ្ចឹងអានឹងវាទំនើបសម្រាប់ម៉ូតូថ្មីចំណុចទី3គឺយើងអត់សូវពិបាកអស់ថ្លៃជួសជុលទេរយៈពេល2-3ឆ្នាំមុនដំបូងថ្លៃជួសជុលយើងអត់ពិបាកអស់ច្រើនដូចម៉ូតូមួយទឹកឬក៏ម៉ូតូចាស់ទេប៉ុន្តែយើងត្រូវតែថែទាំដោយការឆែកហើយនឹងការដូរប្រេងបាតឲ្យទៀងទាត់អានឹងជាគុណសម្បត្តិរបស់ម៉ូតូដែលម៉ូតូថ្មីចំណុចទី5ម៉ូតូថ្មីវាស៊ីសាំងតិចជាងម៉ូតូចាស់ដោយសារអ្វីៗវានៅថ្មីទាំងអស់អញ្ចឹងម៉ាស៊ីនដែលថ្មីការស៊ីសាំងក៏វាតិចដែរក៏ស្រួលជិះដែរវាអត់ទៅស៊ីសាំងដូចម៉ូតូចាស់ទេអានឹងគុណសម្បត្តិរបស់ម៉ូតូថ្មីចំណុចទី6ចំណុចទី6យើងអត់ខ្វល់រឿងប្រវត្តិថាម៉ូតូហ្នឹងគឺធ្លាប់មានការបុកមានការចង់និយាយថាប្រវត្តិបុកប្រវត្តិដួលប្រវត្តិអីគឺអត់មានទេដោយសារយើងជាអ្នកប្រើមុនដំបូងគេប្រអស់ហើយចំពោះម៉ូតូហ្នឹងអញ្ចឹងយើងអត់ខ្វល់ពីរឿងប្រវត្តិម៉ូតូបុកប្រវត្តិអីទេគឺយើងជាអ្នកទី1ដែលជាអ្នកដែលប្រើម៉ូតូកន្លែងហ្នឹងចាប់ពីថ្ងៃទី1ទៅចំណុចទី7ចំណុចចុងក្រោយគេគឺយើងពីសុវត្ថិភាពផ្លូវចិត្តចង់និយាយថាភាពជឿជាក់នៅក្នុងផ្នែកផ្លូវចិត្តយើងអត់ខ្វល់រឿងថាយើងទៅផ្លូវចិត្តយើងទៅផ្លូវឆ្ងាយខ្លាចខូចពាក់កណ្ដាលផ្លូវឬក៏ខ្លាចទៅមិនដល់មានបញ្ហាខូចខាតអីគឺយើងអត់សូវខ្វល់ទេដោយសារម៉ូតូថ្មីគឺវាធន់អានឹងជាទំនុកចិត្តនៅក្នុងការប្រើប្រាស់របស់យើងនេះជាចំណុចទាំង7នៅក្នុងគុណសម្បត្តិនៃការប្រើប្រាស់ម៉ូតូថ្មីឥឡូវចូលដល់6ចំណុចគុណវិបត្តិក្នុងការប្រើប្រាស់ម៉ូតូថ្មីគុណវិបត្តិទី1ពាក់ព័ន្ធជាមួយនឹងតម្លៃយើងទិញម៉ូតូថ្មីតម្លៃរៀងថ្លៃជាងម៉ូតូមួយទឹកបន្តិចហើយអានឹងយើងត្រូវចំណាយច្រើននៅក្នុងការប្រើប្រាស់ម៉ូតូថ្មីអានឹងបងប្អូនត្រូវតែដឹងបាទទិញម៉ូតូថ្មីចំណុចទី2គឺម៉ូតូថ្មីវាធ្លាក់តម្លៃលឿនកាលណាយើងប្រើតែបានតែមួយរយៈពេលវាធ្លាក់តម្លៃពី15%ទៅដល់30%អានឹងយើងឧទាហរណ៍ដូចអាសង់023អញ្ចឹងអាសង់023ចេញភ្លាមវាប្រើប៊ិចហ្នឹងចេញភ្លាម2800តែប្រើបានតែ2ទៅ3ឆ្នាំធ្លាក់នៅតែ1200 1000អី1300អីចឹងទេក៏មិនសូវមានអ្នកចង់ប្រើទៀតអញ្ចឹងម៉ូតូមួយទឹកហ្នឹងវាធ្លាក់ថ្លៃដោយសារយើងទិញមកថ្មីវាទៅជាមួយទឹកវាធ្លាក់តម្លៃលឿនអានឹងជាគុណវិបត្តិទី2នៅក្នុងការប្រាស់ម៉ូតូថ្មីហើយទី3ចង់និយាយអំពីការការបង់ថ្លៃខ្លាំងគឺពាក់ព័ន្ធជាមួយនឹងយើងបង់រំលោះបើសិនជាយើងបង់រំលោះម៉ូតូថ្មីគឺវាអស់ទាំងការអត់ទាំងអីគឺវាច្រើនឧទាហរណ៍ថាឥឡូវម៉ូតូថ្មី2800បើសិនជាយើងបង់រំលោះយើងអាចដល់ទៅ3000ឬក៏4000ឬក៏5000ថែមទៅទៀតអញ្ចឹងម៉ូតូថ្មីវាអស់តម្លៃខ្លាំងនៅពេលដែលយើងបង់រំលោះចង់និយាយថាវាខាតច្រើននៅពេលដែលយើងបង់រំលោះអញ្ចឹងបងប្អូនត្រូវគិតពិចារណាដែរបើសិនជាម៉ូតូថ្មីយើងទិញលុយសុទ្ធវាចំណេញជាងបង់រំលោះបើបង់រំលោះគឺខាតច្រើនដោយសារវាបូកទាំងតម្លៃការវាបូកទាំងរយៈពេលបូកទាំងអីចឹងទៅចំណុចទី4នៃគុណវិបត្តិក្នុងការប្រើប្រាស់ទិញម៉ូតូថ្មីគឺមុនដំបូងម៉ូតូថ្មីប៉ុន្តែអានឹងគឺភាគច្រើនហាងមួយគេតែងចេញលុយឲ្យហើយពាក់ព័ន្ធក្នុងការធ្វើផ្លាកលេខពាក់ព័ន្ធក្នុងការចុះធ្វើកាតគ្រីកាត់អីហ្នឹងហាងភាគច្រើនគេចេញឲ្យអញ្ចឹងចំណុចហ្នឹងក៏គុណវិបត្តិវាតិចតួចតែទេចំណុចទី6ពាក់ព័ន្ធជាមួយនឹងម៉ូតូថ្មីហាងឆេងរបស់ម៉ូតូថ្មីវាអត់ដូចម៉ូតូមួយទឹកទេហាងឆេងម៉ូតូថ្មីកន្លែងមួយតម្លៃវាអត់សូវខុសគ្នាទេហើយលទ្ធភាពនៅក្នុងការចរចាតម្លៃក៏អត់សូវបានច្រើនដូចម៉ូតូមួយទឹកដែរម៉ូតូទឹកចង់និយាយថាបើសិនជាគុណភាពវាធ្លាក់តម្លៃវាធូរដែរប៉ុន្តែបើម៉ូតូថ្មីតម្លៃវាអត់សូវប្រែប្រួលទេ
ម៉ូតូថ្មីដែលយើងចង់បានតម្លៃរៀងធូរបន្តិចយើងកុំទាន់ទិញអាម៉ូតូថ្មីចាប់ផ្ដើមពេលចេញមកភ្លាមយើងរងចាំម៉ូតូថ្មីដែលចេញឲ្យបានមួយរយៈអញ្ចឹងទៅវារៀងធ្លាក់ថ្លៃចាំយើងទិញអាហ្នឹងក៏ល្អមួយយ៉ាងដែរចំពោះការកាត់បន្ថយគុណវិបត្តិពាក់ព័ន្ធជាមួយនឹងតម្លៃបាទចំណុចចុងក្រោយគេចំណុចទី6អានឹងភាគច្រើននៅប្រទេសខ្មែរយើងមិនសូវមានទេគឺធានារ៉ាប់រងធានារ៉ាប់រងគេគិតទៅតាមតម្លៃរបស់ម៉ូតូបើសិនជាម៉ូតូកាន់តែថ្លៃធានារ៉ាប់រងគេកាន់តែថ្លៃគឺគេគុណតាមតម្លៃម៉ូតូប៉ុន្តែនៅខ្មែរយើងមិនសូវទេមានតែកន្លែងបង់រស់មួយចំនួនតូចតែយើងត្រូវបង់ធានារ៉ាប់រងអានឹងចំណុចដែលយើងត្រូវគិតដែរបាទអញ្ចឹងនេះគឺជាចំណុចទាំង6នៃគុណវិបត្តិដែលយើងទិញម៉ូតូថ្មីឥឡូវខ្ញុំនិយាយអំពីអ្នកណាដែលស័ក្តិសមក្នុងការទិញម៉ូតូថ្មីនិងប្រើប្រាស់ម៉ូតូថ្មីគឺចំពោះអ្នកដែលមានធនធានគេហៅថាមានចំណូលដែលទៀងទាត់មានចំណូលដែលថេរមានចំណូលដែលនឹងណអញ្ចឹងអ្នកនឹងដែលស័ក្តិសមក្នុងការប្រើប្រាស់ម៉ូតូថ្មីហើយក៏គាត់មានបំណងថាគាត់នឹងទិញម៉ូតូថ្មីនឹងមកសម្រាប់ការប្រើប្រាស់យូរអង្វែងគាត់អត់ចង់ប្រើហើយដូរទេអញ្ចឹងប្រើយូរយារតែម្ដងការប្រើប្រាស់ម៉ូតូថ្មីគឺសមសម្រាប់គាត់តែម្ដងបាទចំណុចទី3អ្នកដែលចង់ឲ្យមានការធានាចង់ឲ្យមានការជឿជាក់ចំពោះផ្លូវចិត្តអញ្ចឹងគាត់ស័ក្តិសមនៅក្នុងការប្រើប្រាស់ម៉ូតូថ្មីដោយសារម៉ូតូថ្មីវាមានធានាមានអីចឹងយើងក៏ជឿជាក់ក្នុងការប្រើប្រាស់ដែរយើងជាអ្នកទី1ហើយចំណុចទី4គឺអ្នកដែលអត់ចង់ចំណាយច្រើនទៅលើការជួសជុលនៅពេលដែលយើងទិញម៉ូតូថ្មីរយៈពេលប្រហែលឆ្នាំមុនដំបូងយើងអត់សូវអស់ចំណាយលុយជួសជុលច្រើនទេដោយសារម៉ូតូថ្មី 2-3 ឆ្នាំមុនដំបូងការខូចខាតវាអត់សូវមានទេមានតែដូរប្រេងបាតតិចតួចហើយនឹងការប្រើប្រាស់គឺយើងឆែកទៀងទាត់អីចឹងទៅអញ្ចឹងនេះចំណុចទាំង4ដែលស័ក្តិសមចំពោះអ្នកដែលប្រើប្រាស់ម៉ូតូថ្មីឥឡូវយើងនិយាយពីអ្នកដែលមិនគូប្រើប្រាស់ម៉ូតូថ្មីអញ្ចឹងយើងមិនគូដែលប្រើប្រាស់ម៉ូតូថ្មីឬក៏ទិញម៉ូតូថ្មីគឺចំពោះអ្នកដែលមានហិរញ្ញវត្ថុអត់នឹងណអត់ទៀងទាត់ឬក៏មានថវិកាតិចតួចទៅបង់រំលោះបង់អីចឹងទៅឬក៏យើងទិញឲ្យអស់ពីខ្លួនសម្រាប់ម៉ូតូថ្មីអញ្ចឹងកាលណាទិញឲ្យអស់ពីខ្លួនមានបញ្ហាគឺប្រកាសជាលក់ម៉ូតូថ្មីនឹងវិញហើយព្រោះមានបញ្ហាយើងមិនអាចយកលុយផ្សេងទៅបានដោយសារយើងទិញម៉ូតូថ្មីនឹងអស់ពីខ្លួនទៅលេងតែម្ដងអញ្ចឹងអ្នកហ្នឹងគឺមិនសមក្នុងការប្រើប្រាស់ម៉ូតូថ្មីទេបាទចំណុចទី2អ្នកដែលមានគេហៅថាស្គាល់ជាងដែលមានជំនាញអញ្ចឹងពេលគាត់ដែលស្គាល់ជាងដែលមានជំនាញពេលគាត់ទិញម៉ូតូមកទឹកគាត់ច្បាស់អញ្ចឹងកាលណាគាត់ច្បាស់គាត់សូវពិបាករឿងថាម៉ូតូទឹកដែលមានគុណភាពអន់ទេអញ្ចឹងមិនចាំបាច់ទិញម៉ូតូថ្មីទេពេលគាត់មានជាងជំនាញហើយគាត់ទិញម៉ូតូមកទឹកបានគុណភាពល្អអញ្ចឹងគាត់នឹងក៏មិនគួរទិញម៉ូតូថ្មីដែរដោយសារគាត់មានជាទីពឹងជាទីបង្អែកស្រាប់រួចទៅបាត់ទៅហើយអញ្ចឹងចំណុចទី3សម្រាប់អ្នកដែលមិនគួរប្រើម៉ូតូថ្មីគឺសម្រាប់អ្នកដែលមិនចង់ខាតច្រើនបាទបើយើងប្រើម៉ូតូថ្មីគឺខាតច្រើនណាស់នៅពេលដែលយើងលុបទៅវិញអញ្ចឹងគាត់មិនគួរទេពេលដែលគាត់តទៅនឹងការខាតការធ្វើ business ការអីចឹងទៅអញ្ចឹងគាត់គួរតែប្រើម៉ូតូមកទឹកព្រមម៉ូតូមកទឹកវាអត់សូវខាតទេម៉ូតូថ្មីគឺខាតខ្លាំងតែម្ដងប្រើបានតែកន្លះឆ្នាំមួយឆ្នាំខាតចុះ$1000បាត់ទៅហើយអញ្ចឹងនឹងគឺជាគុណវិបត្តិសម្រាប់អ្នកដែលមិនគួរប្រើប្រាស់ម៉ូតូថ្មីអញ្ចឹងជាសរុបមកវិញម៉ូតូថ្មីវាធ្វើឲ្យយើងមានសុវត្ថិភាពផ្លូវចិត្តដោយសារមានការធានាពីរោងចក្រហើយក៏ធ្វើឲ្យយើងចំណាយតិចទៅក្នុងការជួសជុលទៅទងនឹងទៅផ្លូវចិត្តផ្លូវឆ្ងាយយើងអត់ពិបាករឿងខូចតាមផ្លូវទេអានឹងគឺចំណុចដែលអ្នកប្រើប្រាស់ទិញម៉ូតូថ្មីហ្នឹងគាត់ទុកចិត្តតែម្ដងប៉ុន្តែចំពោះអ្នកដែលគិតថាខ្លាចខាតច្រើនពេលដែលគាត់ប្រើប្រាស់ម៉ូតូថ្មីគឺគាត់អត់គួរប្រើទេដោយសារម៉ូតូថ្មីហ្នឹងវាចុះតម្លៃខ្លាំងត្រូវការលក់ទៅវិញគឺវាខាតច្រើនហើយបើសិនជាគាត់មានស្គាល់ជាងមានស្គាល់អីស្រេចដែលមានទុកទំនុកចិត្តស្រេចហើយក៏គាត់រឹតតែមិនចាំបាច់ប្រើប្រាស់ម៉ូតូថ្មីដែរអញ្ចឹងលក្ខខណ្ឌទាំង7គុណសម្បត្តិសម្រាប់អ្នកដែលទិញម៉ូតូថ្មីបងប្អូនបានដឹងហើយចំណុចមួយហើយក៏គុណវិបត្តិទាំង6ចំណុចរបស់អ្នកដែលទិញម៉ូតូថ្មីនឹងដែរក៏បានរៀបរាប់ខាងលើហើយអញ្ចឹងចំណុចទាំង4ដែលអ្នកទិញម៉ូតូថ្មីគាត់មានលក្ខខណ្ឌនៅក្នុងការប្រើប្រាស់ម៉ូតូថ្មីហើយ3ចំណុចទៀតសម្រាប់អ្នកដែលមិនស័ក្តិសមនៅក្នុងការប្រើប្រាស់ម៉ូតូថ្មីអញ្ចឹងអរគុណច្រើននេះគ្រាន់តែជាការចែករំលែកចំណែកការប្រើប្រាស់ទិញម៉ូតូថ្មីគឺវាអាស្រ័យទៅលើស្ថានភាពរបស់បងប្អូនជាក់ស្ដែងតើស្ថានភាពរបស់បងប្អូន
វាស័ក្តិសមនៅក្នុងការប្រើប្រាស់ម៉ូតូថ្មីលក្ខខណ្ឌហិរញ្ញវត្ថុរបស់បងប្អូនស័ក្តិសមជាមួយនឹងការប្រើប្រាស់ម៉ូតូថ្មីឬក៏មិនស័ក្តិសមអញ្ចឹងបងប្អូនថ្លឹងថ្លែងទៅតាមភាពជាក់ស្ដែងរបស់បុគ្គលមួយរៀងៗខ្លួនបាទនេះគ្រាន់តែជាការចែកចម្លែកបាទអរគុណច្រើនបាទ